នៅក្នុងវីដេអូនេះបងប្អូននឹងដឹងអំពីសាច់រឿងចំនួន2សាច់រឿងតាក់ទងជាមួយនឹងវិស័យកីឡាប្រដាល់គុណខ្មែរសាច់រឿងទី1គឺពាក់ព័ន្ធជាមួយនឹងកីឡាករ Kim Bora ហើយសាច់រឿងទី2គឺពាក់ព័ន្ធជាមួយនឹងកីឡាករ Thon Maeng Hong ដូច្នេះដើម្បីកុំឲ្យខាតពេលយូរបាទសូមសម្ដាប់ទាំងអស់គ្នាហើយបងប្អូនបើមានជាការពេញចិត្តកុំភ្លេចចុចពាក្យជាវឬក៏ពាក្យ Subscribe ម្នាក់មួយផងដើម្បីទទួលបាននូវព័ត៌មានថ្មីៗតាក់ទងជាមួយនឹងវិស័យកីឡាប្រដាល់គុណខ្មែរយើងចូលសាច់រឿងទី1សិនគឺពាក់ព័ន្ធជាមួយនឹងកីឡាករ Kim Bora បាទ Kim Bora បាទបងប្អូនឃើញហើយបាទកាលពីចុងសប្តាហ៍កន្លងទៅនេះធ្វើការប្រកួតបាទជាមួយនឹងកីឡាករ Daniel បាទតែគូនេះយើងឃើញថាមានការចាប់អារម្មណ៍ច្រើនពីបងប្អូនគាំទ្រគុណខ្មែរដោយសារតែកីឡាករ Daniel ក៏ជាកីឡាករដែលមានគុណភាពអាវុធគ្រោះថ្នាក់ហើយកីឡាករ Kim Bora ក៏ជាប្រភេទកីឡាករដែលកំពុងតែល្អហើយកីឡាករគុណខ្មែរដែលគាត់តែងតែមានអធិពលនៅលើសាយវៀនណាបងប្អូនបាទតែងតែមានផ្លែអាវុធសម្រាប់ដល់គ្រោះថ្នាក់ដែលធ្វើឲ្យអ្នកគាំទ្របាទតន្ទឹងរង់ចាំជារឿយៗបងប្អូនបាទបែបណាក្តីការប្រកួតអ្នកទាំងពីរបានធ្វើឡើងបាទអត់ចង់ចប់ដើមទេដោយសារតែការប្រកួតនោះហាក់បីដូចជាខុសបច្ចេកទេសបងប្អូនគឺកីឡាករ Daniel គាត់បានទាត់ចំកញ្ចាប់ការពាររបស់កីឡាករ Kim Bora បណ្ដាលឲ្យ Kim Bora ងើបលែងរួចតែម្ដងបងប្អូនបាទគាត់ព្យាយាមងើបព្យាយាមសម្រួលដែរតែងើបអត់រួចបាទគាត់ក៏បោះបង់ការប្រកួតជាលទ្ធផលលោកកញ្ញាកដាលរាប់ដល់10បាទហើយបោះបង់ការប្រកួតជាលទ្ធផលគណៈវិនិច្ឆ័យអង្គចៅក្រមបាទទាំង5រូបបានធ្វើការកាត់សេចក្តីឲ្យកីឡាករ Kim Bora ឈ្នះដោយនិយាយទៅដោយសារតែកីឡាករបង្គោលខៀវគាត់ទាត់ខុសបច្ចេកទេសបងប្អូនបាទវាយខុសបច្ចេកទេសអញ្ចឹងគូនេះទោះបីជាកីឡាករ Kim Bora ឈ្នះមែនប៉ុន្តែអ្នកគាំទ្រក៏មិនទាន់អស់ចិត្តកីឡាករក៏មិនទាន់អស់ចិត្តដែរបាទទាំងកីឡាករទាំង Kim Bora ក៏មិនទាន់អស់ចិត្តទាំងកីឡាករ Daniel ក៏មិនទាន់អស់ចិត្តដែរគូនេះអាចជួបគ្នាវិញបើតាមការលើកឡើងរបស់បងប្រុសគ្រីពីឡុតដែលជាអ្នករៀបចំកម្មវិធីនៅហង្សមាសបងប្អូនសូមបញ្ចប់សាច់រឿងគូទី1គូរបស់កីឡាករ Kim Bora យើងចូលសាច់រឿងទី2ដែលសាច់រឿងទី2នេះពាក់ព័ន្ធជាមួយនឹងកីឡាករ Thon Maeng Hong បាទ Thon Maeng Hong បាទមុនការប្រកួតជាមួយនឹងកីឡាករចិនគឺមានអ្នកគាំទ្ររិះគន់ច្រើនដល់លោកគ្រូដល់ Thon Maeng Hong បាទដល់អ្នករៀបចំកម្មវិធីថាហេតុអីបានជារៀបចំឲ្យជួបគ្នាលក្ខណៈថាបឋិញុចឯណាបងប្អូនបាទលក្ខណៈថាប្រកួតជាមួយនឹងកីឡាករចិនអាទិត្យនេះហើយអាទិត្យក្រោយប៉ះជាមួយនឹងកីឡាករពេជ្រសម្បត្តិបាទចឹងអ្នកគាំទ្រអ្នករៀបចំកម្មវិធីគឺថាបត់បែនជើងក្បាលណាបាទទម្រាំដោះរឿងកីឡាករ Thon Maeng Hong និងកីឡាករពេជ្រសម្បត្តិនេះបានបាទក៏សម្រាប់ចិត្តលើកទៅដល់ថ្ងៃទី17បាទដល់ថ្ងៃទី17តទៅពេលឃើញលទ្ធផលកីឡាករ Thon Maeng Hong បាទគឺបោះបង់ការប្រកួតដោយសារតែគាត់ហូរឈាមច្រើនពេកបាទគាត់បែកធំពេកលោកគ្រូពេទ្យបញ្ឈប់បាទធ្វើឲ្យកីឡាករ Thon Maeng Hong បច្ចុប្បន្ននេះក៏នៅតែមានស្នាមរបួសនៅឡើយទេអញ្ចឹងដល់ថ្ងៃទី17ក៏គាត់អត់ទាន់វាយបានដែរអញ្ចឹងក៏កម្មវិធីសម្រាប់បាទហៅថាផ្អាកកម្មវិធីនេះផ្អាកទៅលើកទៅថ្ងៃក្រោយទៀតអត់ទាន់ដឹងថ្ងៃណាប្រកាសច្បាស់ការ 100% ទេបងប្អូនព្រោះជិតដល់ថ្ងៃហើយនៅផ្លាស់ដូរចុះទម្រាំឥឡូវនេះកីឡាករនៅមានបញ្ហាសុខភាពនៅឡើយតើរងចាំដល់ពេលណាបងប្អូនបាទអញ្ចឹងចាំអ៊ុតទាំងអស់គ្នាសម្រាប់កីឡាករពេជ្រសម្បត្តិនិងកីឡាករ Thon Maeng Hong ចាប់អារម្មណ៍ការលើកឡើងរបស់បងប្រុសគ្រីពីឡុតគាត់ថារវាងកីឡាករ Thon Maeng Hong និងកីឡាករចិនដែលផ្ដួលកីឡាករ Thon Maeng Hong ត្រឹមទឹកទី4ឲ្យបែកឲ្យលោកគ្រូពេទ្យប្រជុំនេះគង់តែមានងាយទេបងប្អូនបាទគង់តែមានងាយគាត់ដាក់ឲ្យប៉ះគ្នាវិញទេហើយសម្រាប់ការប្រកួតលើកនេះបាទគាត់រៀងទុកឲ្យពេលឲ្យកីឡាករ Thon Maeng Hong រៀបចំការប្រកួតជាមួយនឹងពេជ្រសម្បត្តិរួចរាល់សិនបាទគាត់ទុកពេលឲ្យរួចរាល់សិនព្រោះគាត់អត់ចង់រំខានការរៀបចំរវាង Thon Maeng Hong និងកីឡាករពេជ្រសម្បត្តិទៀតទេបាទព្រោះកាលមុនអាចថា
គាត់រៀបហើយអញ្ចឹងมันអាច cancel បានទេប៉ុន្តែលើកនេះគឺថាអាចយ៉ាងម៉េចយ៉ាងម៉ាយើងចាំអត់ទាំងអស់គ្នាហើយបងប្អូនយល់ថាបើសិនជាកីឡាករធនមិញហុងប៉ះជាមួយនឹងកីឡាករចិននេះអាចសងសឹកបានឬក៏យ៉ាងណាបាទវីដេអូនេះបញ្ចប់តែប៉ុណ្ណេះអរគុណជម្រាបលាបាទ